ជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងកន្លែងថ្មីបឹងឈូកមាសសៀមរាបបងប្អូនកន្លែងបឹងឈូកមាសហ្នឹងអើយល្អណាស់ល្អខ្ញុំថាមិនគឺចង់និយាយថាបរិយាកាសគាត់ស្អាតទីកន្លែងវិញក៏ស្អាតហើយយើងអាចទៅបានគ្រប់រដូវអញ្ចឹងពេលរដូវភ្លៀងទឹកលិចក៏ស្អាតម្យ៉ាងដល់ពេលរដូវគេដាំដុះគេធ្វើស្រែធ្វើស្រូវហ្នឹងស្អាតម្យ៉ាងបៃតងទាំងអស់ចឹងទៅហើយដល់ពេលគេដល់រដូវច្រូតណាឃើញលឿងទាំងអស់ហ្មងស្អាតអញ្ចឹងអ្នកទាំងអស់គ្នាពេលណាទៅក៏ស្អាតដែរកន្លែងហ្នឹងហើយគេមានកន្លែងក្មេងលេងក្មេងអីច្រើនណាហើយបឹងឈូកមាសសៀមរាបនេះដែរយើងអាចទៅពេលថ្ងៃសម្រាប់ញ៉ាំបាយថ្ងៃត្រង់ឬក៏យើងចង់ទៅពេលព្រឹកក៏បានដែរគាត់មានលក់ជាកាហ្វេមានក្រសាំងអីចឹងណាហើយបើពេលល្ងាចវិញក៏គេមានដែរអាហារពេលល្ងាចយើងអាចឡើងទៅលើអាកន្លែងគេមានអាកន្លែងអត់មានដបូលរបស់គេស្អាតត្រជាក់អញ្ចឹងណាអញ្ចឹងបងប្អូនបើសិនជាចង់រកកន្លែងដើរលេងថ្មីនៅសៀមរាបអាចទៅបឹងឈូកមាសសៀមរាបបានខ្ញុំ recommend ឲ្យស្អាតប្លែកហើយចង់ទៅរដូវណាក៏បានដែរប៉ុន្តែចំពោះខ្ញុំពេលវស្សាទឹកលិចឃើញទឹកទាំងអស់អាចទៅស្ទួយត្រីបានហើយដល់ពេលដល់រដូវគេច្រូតកាត់វាខៀវដល់ពេលវាខៀវទាំងអស់បៃតងណាដល់ពេលវាពណ៌លឿងពេលគេច្រូតស្អាតទាំងអស់ហ្មងប៉ុន្តែអាទៅរដូវច្រូតហើយអត់សូវស្អាតទេវាអស់អីមើលអញ្ចឹងវាឃើញតែស្មៅអាគុំគល់រាំងគល់អីគេអាគល់ស្រូវគល់អីហ្នឹងវាអត់សូវស្អាតហ្មងទេហើយនេះអាកន្លែងដែលខ្ញុំនិយាយមិញពេលដែលយើងចង់ទៅពេលល្ងាចក៏បានគេមានរៀបចំជាតុអីចឹងហើយយើងចង់មានកម្មវិធីអីកន្លែងគាត់មានទាំងអស់ហើយមើលពីលើទៅស្អាតណាបងប្អូនឃើញទេអានេះពេលដែលខ្ញុំទៅហ្នឹងគឺពេលវស្សាហើយទឹកលិចប៉ុន្តែអានេះចាប់ផ្ដើមស្រក់ទៅវិញអាដំបូងផុតហ្នឹងត្រូវពេលចង់ចូលដល់កន្លែងហ្នឹងតតែជិះទូកកូនស្មាច់ទូជិះចូលទៅតែនេះយើងអាចជិះចូលទៅបានគេចាក់ផ្លូវហើយឃើញផ្លូវដើរហ្នឹងចំពោះម្ហូបវិញគឺអាចទទួលយកបានតម្លៃសមរម្យចឹងទាំងអស់គ្នាអាចទៅសាកទាំងអស់គ្នាបានណាអរគុណច្រើនបាយបាយ